បន្ទាប់ពីពន្លឺវេទមន្តពណ៌ខៀវដ៏ចែងចាំងបានហោះមកព័ទ្ធជុំវិញខ្លួនសារពីប្រព័ន្ធហ្គេមបានបង្ហាញយ៉ាងច្បាស់ថាពេលនេះលីអនអាចគ្រប់គ្រងថាមពលវេទមន្តដែលនៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរនិងអស្ចារ្យជាងមនុស្សទូទៅទៅទៀតចរន្តថាមពលម៉ាណាដ៏បរិសុទ្ធបានហូរចូលទៅក្នុងរាងកាយរបស់គាត់យ៉ាងគំហុកធ្វើឲ្យគាត់មានអារម្មណ៍ប្លែកថ្មីមួយដែលមិនធ្លាប់មានពីមុនមកលីអនបានឈរថ្មឹងនៅកណ្ដាលបន្ទប់ពិសោធន៍គាត់បិទភ្នែកព្យាយាមសម្រួលដង្ហើមដើម្បីទទួលយកការផ្លាស់ប្ដូរដ៏ធំធេងដែលទើបតែកើតឡើងចំពោះរាងកាយមួយសន្ទុះក្រោយមកទឹកមុខរបស់គាត់ក៏ប្រែជាមានស្នាមញញឹមព្រោះគាត់ដឹងច្បាស់ថានេះជាថាមពលម៉ាណាដ៏ពិតប្រាកដលីអនបានផ្ទុះសំណាច់ឡើងដោយក្តីរំភើបញាប់ញ័រព្រោះមិននឹកស្មានថាខ្លួនឯងអាចដាស់ថាមពលវេទមន្តបានសម្រេចដោយគ្រាន់តែអង្គុយធ្វើថ្នាំទិព្វសោះនៅខាងក្រៅបន្ទប់ពិសោធន៍ឯនោះវិញជំនួយការរបស់គាត់ស្រាប់តែបានឮសំឡេងសើចដ៏ខ្លាំងៗរបស់ចៅហ្វាយវ័យក្មេងបន្លឺឡើងមកកងរំពងគេបានលួចអើតមើលតាមចន្លោះប្រហោងនៃទ្វារហើយក៏បានឃើញលីអនកំពុងតែឈរសើចម្នាក់ឯងយ៉ាងខ្នះខ្នែងដែលមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ជំនួយការម្នាក់នោះបានត្រឹមតែបិទភ្នែកចុះដោយក្តីសោកសៅហើយលួចគិតក្នុងចិត្តទាំងអាណិតថាឲ្យចៅហ្វាយប្រុសដ៏កំសត់ប្រហែលជាត្រូវបាត់បង់ស្មារតីឬឈួតលលាយទៅហើយបន្ទាប់ពីដួលសន្លប់អស់ជាច្រើនដងមកនោះដោយមិនចង់ចូលទៅរំខានជំនួយការម្នាក់នោះក៏បានដើរចេញទៅតាមរបៀងសាលនៃភូមិគ្រឹះទាំងក្តុកក្តួលអាណិតដល់យុវជនកំឡោះជាពន់ពេកចំណែកឯលីអនណាវិញបន្ទាប់ពីសើចសប្បាយចិត្តរួចគាត់ក៏បានទម្លាក់ខ្លួនទៅសម្រាកនៅលើកៅអីគាត់ត្រេកអរខ្លាំងណាស់ព្រោះការដែលមានអំណាចវេទមន្តនៅក្នុងខ្លួនបែបនេះវានឹងធ្វើឲ្យផែនការរកលុយរត់គេចខ្លួនចេញពីត្រកូលដ៏សាហាវមួយនេះកាន់តែមានភាពងាយស្រួលជាងមុនទៅទៀតគាត់បិទភ្នែកចុះដោយភាពពេញចិត្តរីករាយនឹងភាពស្ងប់ស្ងាត់បន្ទាប់ពីហត់នឿយអស់ជាច្រើនម៉ោងទោះជាយ៉ាងណាក៏ដោយស្រាប់តែគាត់នឹកឃើញរឿងសំខាន់មួយធ្វើឲ្យគាត់ស្ទុះងើបអង្គុយត្រង់ខ្លួនភ្លាមគាត់អង្គុយគិតនៅក្នុងបន្ទប់ដ៏ស្ងាត់ស្ងៀមមួយសន្ទុះទើបនឹកឃើញរឿងដែលខ្លួនត្រូវធ្វើជាបន្ទាន់នោះគឺលោកតាដ៏កាយសាហាវរបស់គាត់កំពុងតែអង្គុយរងចាំជួបគាត់នៅឯការិយាល័យធំយូរណាស់មកហើយកាត់មកទិដ្ឋភាពនៅក្នុងការិយាល័យធំបរិយាកាសពោពេញដោយភាពតានតឹងនិងស្ងប់ស្ងាត់គួរឲ្យខ្លាចព្រោះតែលីអនមកជួបយឺតពេលលោកតាផាត្រីកកំពុងតែឈរសម្លឹងមើលទៅក្រៅបង្អួចទាំងមិនយល់ទាល់តែសោះថាហេតុអ្វីបានជាចៅប្រុសច្បងរបស់គាត់ខំប្រឹងបង្ខំខ្លួនឯងទៅអង្គុយធ្វើថ្នាំរហូតដល់ថ្នាក់មិនព្រមមកជួបគាត់បែបនេះផាត្រីកបាននឹកឃើញទៅដល់អតីតកាលដ៏រុងរឿងរបស់ខ្លួនកាលដែលគាត់នៅជាសមាជិកដ៏ខ្លាំងពុកម្នាក់នៃក្រុមវីរបុរសដែលធ្លាប់ចេញទៅប្រយុទ្ធបង្ក្រាបសត្វនាគដ៏កំណាចពេលនេះគាត់គឺជាមេដឹកនាំកំពូលនៃត្រកូលអាស្តេរីដែលមានឥទ្ធិពលនិងអំណាចខ្លាំងក្លារហូតដល់អាចបង្កើតប្រទេសមួយដោយខ្លួនឯងបានយ៉ាងងាយគាត់បានរអ៊ូតិចៗថាខ្លួនគាត់មានសមត្ថភាពអាចផ្ដល់ជីវិតដ៏រស់រវើកនិងសុខស្រួលដល់ចៅប្រុសម្នាក់នេះបានយ៉ាងងាយស្រួលមិនយល់ថាហេតុអ្វីបានជាលីអនត្រូវទៅធ្វើរឿងហត់នឿយដកស្មៅដកអសត់ទាំងនោះធ្វើអ្វីឡើយព្រោះគ្រួសារទាំងមូលមិនដែលខ្វះខាតលុយកាក់ឬប្រាក់កាសនោះទេនាងស៊ីលវីយ៉ាដែលឈរក្បែរនោះដឹងច្បាស់ថាទឹកដមសម្លេងរអ៊ូទាំងនេះគឺស្ដែងចេញពីការបារម្ភរបស់ជីតាចំពោះចៅប្រុសតែប៉ុណ្ណោះនាងក៏បានសម្រេចចិត្តនិយាយឡើងដើម្បីជួយសម្រួលដល់អារម្មណ៍តានតឹងរបស់បុរសចំណាស់នោះដោយប្រាប់ថានាងបានឃើញលីអនដែលមានក្តីសុខនិងសប្បាយចិត្តខ្លាំងណាស់ពេលដែលកំពុងតែអង្គុយផលិតថ្នាំនោះប៉ុន្តែផាត្រីកបានលើកដៃញីក្បាលរួចតបទៅវិញដោយមើងម៉ាត់ថាភាពសប្បាយរីករាយវានឹងលែងមានប្រយោជន៍ទៀតហើយនៅពេលដែលគ្រោះថ្នាក់ពិតប្រាកដមកដល់ស៊ីលវីយ៉ាក៏បានត្រឹមតែងក់ក្បាលយល់ស្របព្រោះការដែលលីអនអាចរស់រានមានជីវិតមកវិញបន្ទាប់ពីដួលសន្លប់បាត់ស្មារតីដល់ទៅ3ដងជាប់គ្នានោះវាជារឿងអភូតហេតុដែលមិនធ្លាប់មានទាល់តែសោះនៅក្នុងប្រវត្តិសាស្ត្រក្នុងចិត្តរបស់នាងបានត្រឹមតែបួងសួងសង្ឃឹមថាចៅប្រុសច្បងម្នាក់នេះនឹងអាចមានជីវិតរស់នៅដោយសុខសាន្តចុះស្រាប់តែសំឡេងគោះទ្វារបានបន្លឺឡើងតោះកាត់ផ្ដាច់ការសន្ទនារវាងជីតានិងអ្នកមើលថែជំនួយការបានបើកទ្វាររួចប្រកាសយ៉ាងទន់ភ្លន់ថាជំរាបសួរលោកម្ចាស់ធំចៅប្រុសច្បងលីអនបានមកដល់ហើយបាទលីអនបានដើរចូលមកក្នុងបន្ទប់ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយខុសពីធម្មតាគាត់បានដើរទៅជិតតុធ្វើការរបស់លោកតារួចអោនគោរពយ៉ាងមានរបៀបរៀបរយនិងបានពោលពាក្យសុំទោសយ៉ាងស្មោះត្រង់បំផុតចំពោះការដែលបណ្ដាលឲ្យលោកតាចំណាយពេលរងចាំគាត់យ៉ាងយូរផាត្រីកបានសួរទៅចៅប្រុសដោយសំឡេងធ្ងន់ធ្ងរដើម្បីចង់ដឹងពីមូលហេតុពិតប្រាកដនៃការមកយឺតនេះលីអានរក្សាជំហររឹងមាំមិនមានភាពញញើតឡើយគាត់បានបកស្រាយថាចាប់តាំងពីគាត់ក្រោកដឹងខ្លួនពីការដេកឈឺសន្លប់មកគាត់បានគិតពិចារណាច្រើនណាស់អំពីជីវិតគាត់និយាយដោយត្រង់ថាមនុស្សគ្រប់គ្នានៅក្នុងភូមិគ្រឹះនេះសុទ្ធតែដឹងច្បាស់ថាគាត់ជាមនុស្សដែលគ្មានទេពកោសល្យខាងវេទមន្តទាល់តែសោះពេលក្រឡេកឃើញទឹកមុខដ៏សោកសៅរបស់ស៊ីលវីយ៉ាលីអនបានញញឹមទៅកាន់នាងដើម្បីធានាថាវាមិនអីទេព្រោះគាត់បានទទួលយកការពិតមួយនេះរួចទៅហើយលីអនបានសម្លឹងមើលទៅបាត់ដៃទាំងសងខាងរបស់ខ្លួនរួចរៀបរាប់បន្តថាកាលពីមុនគាត់ពិតជាមិនអាចទទួលយកបានទេចំពោះការដែលរាងកាយរបស់ខ្លួនមិនអាចស្រូបយកថាមពលម៉ាណាបានហើយនៅពេលដែលគាត់ព្រមទទួលយកការពិតគាត់មានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាគ្មានតម្លៃនិងគ្មានកន្លែងរស់នៅក្នុងត្រកូលអាស្តេរីដ៏ខ្លាំងពូកែនេះទៀតឡើយលីអនបានបន្តទាំងស្នាមញញឹមថាប៉ុន្តែពេលនេះអ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរឲ្យលោកតានិយាយរួចលីអនបានលូកដៃដកដបថ្នាំទឹកពណ៌ខៀវសង្កាត់តូចមួយហុចទៅឲ្យលោកតាផាត្រីកដែលវាជាលទ្ធផលនៃការតាំងចិត្តនិងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់គាត់គាត់បញ្យល់ថាគាត់បានខំប្រឹងរៀនសូត្រពីរបៀបចម្រាញ់ថ្នាំនេះដើម្បីបង្កើតរបស់ដែលមានប្រយោជន៍និងដើម្បីកុំឲ្យរូបគាត់ក្លាយជាអ្នកនាំភាពអាម៉ាស់មកដល់វងត្រកូលហើយថ្នាំព្យាបាលការអស់កម្លាំងមួយដបនេះគឺគាត់រៀបចំឡើងជាពិសេសព្រោះតែគាត់ដឹងពីភាពនឿយហត់របស់លោកតាដែលត្រូវអង្គុយដោះស្រាយការងារនិងឯកសាររាល់ថ្ងៃផាត្រីកបានសម្លឹងមើលមុខចៅប្រុសដោយក្រសែភ្នែកដ៏មុតស្រួចដូចជាឥន្ទ្រីគាត់ចង់ដឹងថាតើទង្វើទាំងនេះមានន័យយ៉ាងណាឲ្យប្រកបក្នុងនាមជាអ្នកខ្លាំងលំដាប់កំពូលគាត់ចាប់អារម្មណ៍ឃើញភ្លាមថាមានអ្វីម្យ៉ាងដែលប្លែកនិងផ្លាស់ប្ដូរយ៉ាងខ្លាំងនៅលើខ្លួនរបស់លីអនវាមិនមែនត្រឹមតែកាយវិការឬទឹកមុខនោះទេតែវាហាក់ដូចជាស្មារតីនិងដួងព្រលឹងទាំងមូលត្រូវបានផ្លាស់ប្ដូរទាំងស្រុងតែម្ដងគាត់ងាកមកសម្លឹងមើលដបថ្នាំពណ៌ខៀវនៅក្នុងដៃដឹងច្បាស់ថាចៅប្រុសម្នាក់នេះពិតជាបានចំណាយពេលនិងខំប្រឹងធ្វើវាដើម្បីគាត់ពិតប្រាកដមែនចិត្តរបស់អ្នកចម្បាំងចាស់ដ៏រឹងរូសដែលធ្លាប់តែដាច់ខាតពេលនេះចាប់ផ្ដើមទន់ជ្រាយនិងរំភើបជាខ្លាំងចំពោះកាយវិការដ៏កក់ក្ដៅរបស់ចៅប្រុសម្នាក់នេះគាត់លួចកោតសរសើរចំពោះការខំប្រឹងប្រែងរបស់លីអននៅក្នុងចិត្តទោះជាយ៉ាងណាផាត្រីកនៅតែព្យាយាមរក្សាជំហរជាប្រមុខត្រកូលដ៏រឹងមាំនិងមានអំណាចគាត់គិតក្នុងចិត្តថារាងកាយរបស់គាត់ជាមេអាបធ្មប់ដ៏ខ្លាំងពូកែខាងស៊ាំនិងថ្នាំពុលគ្រប់ប្រភេទ
មិនជឿតតែសោះថាថ្នាំសាមញ្ញដែលផលិតដោយក្មេងគ្មានវេទមន្តម្នាក់នឹងមានប្រសិទ្ធភាពចំពោះរាងកាយរបស់គាត់នោះឡើយប៉ុន្តែគ្រាន់តែគំនិតដែលថាចៅប្រុសបង្កើតរបស់ល្អនេះដើម្បីគាត់វាបានធ្វើឲ្យគាត់មានមោទនភាពជាខ្លាំងរហូតដល់លួចសើចនៅក្នុងចិត្តយ៉ាងរីករាយគាត់បានសម្រួលទឹកមុខឲ្យនៅស្មើធម្មតារួចសួរទៅលីអនថាតើមានអ្វីចង់និយាយទៀតដែរឬទេបើគ្មានទេគាត់ក៏អនុញ្ញាតឲ្យលីអនត្រឡប់ទៅសម្រាប់ចុះលីអនបានអោនលាលោកតាដោយការគោរពនិងស្នាមញញឹមរួចក៏ដើរចេញពីបន្ទប់ទៅព្រមទាំងទ្វារក៏បានបិទជិតភ្លាមៗនៅក្នុងបន្ទប់ធ្វើការស៊ីលវីយ៉ាបានលួចញញឹមនិងសើចតិចៗពេលដែលឃើញទឹកមុខរីករាយលាក់មិនចិត្តរបស់បុរសចំណាស់ប៉ុន្តែផាត្រិកបានប្រញាប់បដិសេធភ្លាមៗថាវារឿងឥតប្រយោជន៍សោះបន្ទាប់ពីឈប់ឌឺដងគ្នាគាត់បានចាប់ផ្ដើមលើកដបថ្នាំតូចពណ៌ខៀវនោះមកពិនិត្យនិងវិភាគមើលយ៉ាងល្អិតល្អន់ដោយទឹកមុខចង់ដឹងចង់ឃើញយ៉ាងខ្លាំងពេលកាន់ដបថ្នាំនៅក្នុងដៃផាត្រិកស្រាប់តែលាន់មាត់ថាថ្នាំមួយដបនេះវាកំពុងតែជះថាមពលម្យ៉ាងដែលធ្វើឲ្យគាត់មានអារម្មណ៍ប្លែកនិងចម្លែកយ៉ាងខ្លាំងឃើញបែបនេះស៊ីលវីយ៉ាក៏បានស្នើឡើងថាដើម្បីសុវត្ថិភាពនាងគួរតែយកភេសជ្ជៈឬថ្នាំមួយដបនេះទៅឲ្យគ្រូឱសថវិភាគជាមុនសិនប៉ុន្តែផាត្រិកបានលើកដៃបដិសេធភ្លាមៗព្រោះគាត់មិនចង់យកវាទៅពិនិត្យអ្វីទាំងអស់ព្រោះគាត់ចង់ទទួលយកនិងរីករាយជាមួយនឹងអំណោយដែលចេញពីទឹកចិត្តដ៏ស្មោះត្រង់របស់ចៅប្រុសគាត់ដោយផ្ទាល់មេអ្នកបម្រើស៊ីលវីយ៉ាក៏បានត្រឹមតែញញឹមយល់ព្រមតាមការសម្រេចចិត្តរបស់គាត់រួចអោនគោរពដោយក្តីគោរពបំផុតបន្ទាប់ពីយល់ព្រមតាមការសម្រេចចិត្តរបស់លោកម្ចាស់ធំប៉ាត្រិកអាស្តេរីក្នុងការមិនយកថ្នាំទឹកទៅវិភាគនាងស៊ីលវីយ៉ាដែលជាមេផ្ទះធំក៏បានអោនគោរពយ៉ាងទន់ភ្លន់រួចដើរចេញពីបន្ទប់ធ្វើការដើម្បីទុកឲ្យបុរសចំណាស់នៅម្នាក់ឯងពេលដែលនៅក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំតែម្នាក់ឯងប៉ាត្រិកចាប់ផ្ដើមអង្គុយគិតទាំងទន់ចិត្តថាតើវាមានរយៈពេលប្រមាណឆ្នាំខែមកហើយដែលចៅប្រុសច្បងលីអនមិនបានហុចអំណោយអ្វីដល់គាត់បែបនេះគាត់លើកដបថ្នាំមកពិនិត្យមើលទាំងលួចសរសើរគុណភាពថ្នាំនៅក្នុងចិត្តព្រោះគាត់ដឹងច្បាស់ថាការបង្កើតរបស់បែបនេះបានគឺទាមទារនូវចំណេះដឹងផ្នែកអាល់ឈីមីដ៏ជ្រៅជ្រះបំផុសទោះបីជាគាត់គិតថាថ្នាំសាមញ្ញនេះប្រហែលជាគ្មានប្រសិទ្ធភាពលើរាងកាយដ៏ខ្លាំងក្លារបស់គាត់ក៏ដោយតែដើម្បីកុំឲ្យខូចទឹកចិត្តនិងបាក់ទឹកចិត្តចៅប្រុសគាត់ក៏សម្រេចចិត្តផឹកវាប៉ាត្រិកលើកដបថ្នាំមកជិតមាត់រួចក៏ក្រេបផឹកទឹកថ្នាំពណ៌ខៀវដ៏អាចកំបាំងនោះចូលទៅក្នុងបំពង់កភ្លាមទាំងរងចាំមើលថានឹងមានអ្វីកើតឡើងភ្លាមបន្ទាប់ពីទឹកថ្នាំហូរចូលទៅក្នុងបំពង់កខ្យល់ដ៏ស្រទន់និងបរិសុទ្ធអស្ចារ្យម្យ៉ាងហាក់ដូចជាបានបក់បោកពេញបន្ទប់ធ្វើការដ៏ស្ងប់ស្ងាត់នៅខណៈពេលនោះប៉ាត្រិកមានអារម្មណ៍ថាមានភាពស្ងប់សុខយ៉ាងចម្លែកហូរចូលទៅក្នុងដួងចិត្តនិងខួរក្បាលដ៏នឿយហត់របស់គាត់ការចងចាំដ៏រីករាយនិងអស្ចារ្យពីអតីតកាលដ៏រុងរឿងកាលដែលគាត់នៅជាវីរបុរសចេញប្រយុទ្ធយ៉ាងក្លាហានក៏បានផុសឡើងក្នុងស្មារតីរាងកាយរបស់គាត់ប្រែជាធូរស្រាលហើយដោយមិនដឹងខ្លួនវីរបុរសចំណាស់ដ៏មានអំណាចក៏បានលង់លក់ទៅក្នុងដីលក់ដ៏ជ្រៅនិងលំហែកាយអស់មួយសន្ទុះធំទោះបីជាវាជាការកេងមួយភាំងដ៏ខ្លីក៏ដោយប៉ុន្តែសុបិនរបស់គាត់គឺផ្អែមល្ហែមនិងពោពេញដោយសន្តិភាពខ្លាំងណាស់យឺតបុរសចំណាស់ដ៏មានអំណាចចាប់ផ្ដើមបើកភ្នែកឡើងក្រោយពីទទួលបានការសម្រាកដ៏មានប្រសិទ្ធភាពបំផុតគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលខ្លួនឯងអាចគេងលក់បានងាយៗបែបនេះថែមទាំងមានអារម្មណ៍ថារាងកាយស្រស់ស្រឡះនិងស្រស់ស្រាយឡើងវិញយ៉ាងអស្ចារ្យពេលសម្លឹងមើលទៅដបថ្នាំដ៏ទទេស្អាតនៅក្នុងដៃគាត់ត្រូវភ្ញាក់ផ្អើលជាលើកទី2ព្រោះតែអាការៈឈឺក្បាលដ៏រ៉ាំរ៉ៃរាប់ឆ្នាំរបស់គាត់ពេលនេះបានបាត់ទៅវិញទាំងស្រុងគ្មានសល់ក្រឡេកទៅក្រៅបង្អួចមេឃពណ៌ខៀវស្រងាត់ភ្លឺចែងចាំងឆ្លុះបញ្ចាំងពីធម៌ពលថ្មីដ៏ពេញបរិបូរណ៍ដែលគាត់កំពុងតែមានជាមួយនឹងស្នាមញញឹមស្រាលលើផ្ទៃមុខគាត់ដកដង្ហើមធំរួចរអ៊ូទាំងក្រវីក្បាលថាចៅប្រុសម្នាក់នេះតែងតែធ្វើអ្វីៗតាមតែចិត្តនឹកឃើញធ្វើឲ្យគេនឹកស្មានបណ្ដោះរហូតប៉ាត្រិកគិតថាគាត់មិនអាចឃុំឃាំងលីអនទុកក្នុងវិមានគ្រាន់តែព្រោះតែគេខ្សោយនោះទេហើយគាត់ត្រូវតែរកដំណោះស្រាយចំពោះបញ្ហាម៉ាណារបស់ចៅប្រុសឲ្យខាងតែបានព្រោះអ្នកចម្បាំងចាស់រូបនេះចង់រស់នៅមើលថែនិងនៅជាមួយចៅប្រុសឲ្យបានយូរអង្វែងកាត់មកមើលស្ថានភាពនៅក្នុងសួនច្បារឯណោះវិញលីអនដែលកំពុងតែឈរនៅក្នុងសួនស្រាប់តែស្រក់ទឹកភ្នែកចេញមកដោយមិនដឹងខ្លួននៅក្បែរនោះក្រុមអ្នកបម្រើអកតញ្ញូមួយក្រុមកំពុងតែឈរជួបជុំគ្នាខ្សឹបខ្សៀវដើរលាបពណ៌និងនិយាយចចាមអារ៉ាមអាក្រក់ៗថាឯងចាំមើលទៅមិនយូរទេលោកម្ចាស់លីអនច្បាស់ជាត្រូវស្លាប់ក្នុងពេលឆាប់ៗនេះមិនខានអ្នកបម្រើម្នាក់ទៀតនិយាយបន្ថែមទាំងសង្ស័យថាគេថែមទាំងហ៊ានយកអំណោយទៅជូនលោកតាធំទៀតមិនដឹងជាការដើររើសឱសថរាល់ថ្ងៃហ្នឹងមានចេតនាអាក្រក់ឬលក្ខណៈពលអីខ្លះទេម្នាក់ទៀតក៏បានសើចចំអកឡោកឡើងថាដើរដកស្មៅជីកដីរាល់ថ្ងៃហ្នឹងប្រហែលជានៅរកកន្លែងកប់សពខ្លួនឯងនៅក្នុងសួននេះហើយមើលទៅផាំងស្រាប់តែមានគេបោះធុងទឹកយ៉ាងខ្លាំងចុះលើដីចំកណ្ដាលពួកគេធ្វើឲ្យក្រុមអ្នកបម្រើដែលកំពុងនិយាយដើមគេនោះភ័យលោតផ្លោតស្លន់ស្លោបុកពោះស្ទើរលេចនោមពួកគេប្រញាប់ពោលពាក្យសុំទោសទាំងញ័ររន្ធត់រួចក៏រត់ប្រសាយចេញពីទីនោះភ្លាមដើម្បីទៅធ្វើការងាររៀងៗខ្លួនបន្ទាប់ពីក្រុមអ្នកបម្រើនោះរត់បាត់ជំនួយការម្នាក់បានដើរចូលមកសួរមេផ្ទះម្នាក់ទៀតឈ្មោះហាណាទាំងបារម្ភថាតើនាងសុខសប្បាយទេហាណាឆ្លើយតបមកវិញទាំងកំហឹងក្តៅក្រហាយថាអ្នកបម្រើដែលធ្លាប់តែមើលថែដិតដល់លោកម្ចាស់លីអនពេលនេះទើបតែនាំគ្នាលាឈប់អស់ហើយជំនួយការលើបែបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហាណាបញ្យល់ទាំងហួសចិត្តថាកាលពីមុនពួកអ្នកបម្រើទាំងនោះធ្លាប់តែអួតអាងថាការងារមើលថែចៅប្រុសច្បងនេះវាងាយស្រួលណាស់ព្រោះលីអនជាមនុស្សស្ងប់ស្ងាត់និងមិនសូវបង្កបញ្ហាអ្វីឡើយតែពេលនេះគ្រាន់តែលើពាក្យចចាមអារ៉ាមល្ងងខ្លៅមិនពិតពួកវាក៏នាំគ្នារត់ចោលការងារអស់បង្ហាញពីភាពមិនស្មោះត្រង់ទាល់តែសោះខណៈពេលដែលហាណាកំពុងតែឈររអ៊ូរទាំពីភាពអកតញ្ញូរបស់ពួកអ្នកបម្រើទាំងនោះស្រាប់តែជំនួយការដែលឈរទល់មុខធ្វើមុខភ័យស្លេកស្លាំងរួចខ្សឹបព្រមាននាងទាំងសម្លេងញ័រថាបងហាណាមានមនុស្សសំខាន់ណាស់កំពុងតែឈរពីក្រោយបងពេលដែលហាណាបែរក្រោយមកភ្លាមមុខរបស់នាងប្រែជាស្លេកស្លាំងដូចជាគ្មានឈាមមួយដំណក់ព្រោះអ្នកដែលកំពុងឈរពីក្រោយនាងគឺមេផ្ទះធំស៊ីលវីយ៉ាឈរក្រពាត់ដៃជាមួយនឹងស្នាមញញឹមដ៏គួរឲ្យខ្លាចរួចសួររកការពិតនិងប្រភពនៃពាក្យចចាមអារ៉ាមអាក្រក់ៗទាំងនេះយ៉ាងលម្អិតបំផុសបន្តិចក្រោយមកនៅក្នុងបន្ទប់ធ្វើការធំជំនួយការម្នាក់បានប្រញាប់រត់មកទ្វារធំរួចអោនសុំទោសលោកម្ចាស់ប៉ាត្រិកចំពោះការរាយការណ៍ដ៏យឺតយ៉ាវប៉ាត្រិកលើកដៃប្រាប់ថាមិនអីទេរួចសួរនាំថាតើមានរឿងអាសន្នឬរឿងធំដុំអ្វីកើតឡើងនៅក្នុងភូមិគ្រឹះមែនទេការពិតទៅទន្ទឹមនឹងពេលនោះក្រុមអ្នកបម្រើដែលដើរនិយាយលាបពណ៌និងបង្ខូចគេឈ្មោះលីអនត្រូវបានមេផ្ទះធំស៊ីលវីយ៉ាបណ្តេញចេញពីភូមិគ្រឹះទាំងយប់កញ្ចប់អីវ៉ាន់ចុះចេញទាំងក្តីអាម៉ាស់រួចទៅហើយ
នៅក្នុងបន្ទប់ធ្វើការប៉ាទ្រិកនៅតែរក្សាភាពស្ងប់ស្ងាត់គាត់កំពុងតែអង្គុយគិតពិចារណាយ៉ាងស៊ីជម្រៅពីរឿងរ៉ាវចម្លែកៗរបស់ចៅប្រុសច្បងដែលគាត់ទើបតែបានដឹងពេលនោះស៊ីលវីយ៉ាបានដើរចូលមកហើយស្នើសុំធ្វើការវិភាគដកថ្នាំពណ៌ខៀវតូចនោះម្ដងទៀតដោយប្រើបច្ចេកទេសវេទមន្តដ៏ខ្លាំងក្លានិងជាន់ខ្ពស់ម្យ៉ាងដែលហៅថាភ្នែកមេធ្មប់វេទមន្តពណ៌ផ្កាឈូកដ៏ភ្លឺចែងចាំងបានលេចឡើងព័ទ្ធជុំវិញដបថ្នាំតូចដើម្បីពិនិត្យមើលគ្រប់លក្ខណៈសម្បត្តិនិងគ្រឿងផ្សំរបស់វាគ្រាន់តែលទ្ធផលបង្ហាញមកភ្លាមបរិសុទ្ធចំណាស់ប៉ាទ្រីកស្ទុះក្រោកឈរពីកៅអីទាំងភ្ញាក់ផ្អើលជាខ្លាំងរួចពោលឡើងដោយទំនុកចិត្តថាមិនអាចទេថ្នាំទឹកកម្រិតខ្ពស់បែបនេះមិនមែនធ្វើឡើងដោយស្នាដៃរបស់លីអនឡើយស៊ីវីយ៉ាសម្លឹងមើលដបថ្នាំដោយទឹកមុខតឹងតែងនិងមើងម៉ាត់បំផុតរួចបន្លឺសំណួរឡើងថាលោកម្ចាស់តើនេះអាចជាថ្នាំទឹករបស់វីរៈបុរសក្នុងរឿងព្រេងនិទានដែរឬទេនាងកំពុងតែសម្ដៅទៅលើវីរៈបុរសដ៏អស្ចារ្យលំដាប់កំពូលម្នាក់ដែលបានបាត់ខ្លួនយ៉ាងអាចកំបាំងកាលពី50ឆ្នាំមុនបន្ទាប់ពីមហាសង្គ្រាមប្រយុទ្ធជាមួយពួកបិសាចវីរៈបុរសម្នាក់នោះគឺខ្លាំងពូកែអស្ចារ្យហួសពីការស្មានរហូតដល់គ្មានគុកឬមន្តអាគមណាលើលោកដែលអាចឃុំឃាំងគាត់បានឡើយហើយកម្លាំងរបស់គាត់គឺខ្លាំងក្លាដល់ថ្នាក់សូម្បីតែព្រះជាម្ចាស់ក៏ត្រូវស្ទាក់ស្ទើរមិនហ៊ានមកអរ៉ារាំងឬប្រឈមមុខជាមួយគាត់ដែរនាងក្តាប់ដៃខ្លួនឯងយ៉ាងណែនដោយគិតក្នុងចិត្តថាប្រហែលជាមានតែវីរៈបុរសដ៏អស្ចារ្យម្នាក់នោះទេដែលអាចស្វែងរកកិច្ចសន្យាបុរាណឃើញហើយដោះលែងមនុស្សម្នាក់ឲ្យមានសេរីភាពបានប៉ាទ្រីកក៏ងក់ក្បាលយល់ស្របនឹងគំនិតនេះប៉ុន្តែគាត់បាននិយាយជំរះថាពួកគេមិនអាចប្រញាប់សន្និដ្ឋានបានឡើយព្រោះបើសិនជាថ្នាំរបស់វីរៈបុរសពិតប្រាកដមែនវាគួរតែមានប្រសិទ្ធភាពខ្លាំងក្លាជាងនេះទៅទៀតគាត់ងាកភ្នែកសម្លឹងគិតព្យាយាមវិភាគរកលទ្ធភាពផ្សេងៗទៀតដែលអាចពន្យល់ពីអាចកំបាំងនៃថ្នាំខៀវនេះទីបំផុតបុរសចំណាស់បានបដិសេធទ្រឹស្ដីនេះចោលទាំងស្រុងព្រោះគាត់ដឹងច្បាស់ថាវារឿងដែលមិនអាចទៅរួចទាល់តែសោះដែលចៅប្រុសច្បងដ៏ទន់ខ្សោយរបស់គាត់គឺជាវីរៈបុរសក្នុងរឿងព្រេងនោះទោះជាយ៉ាងណាគាត់បាននិយាយទាំងស្នាមញញឹមថាគាត់នឹងសូមឲ្យលីអនជួយផលិតថ្នាំដែលល្អជាងនេះបន្ថែមទៀតដើម្បីយកទៅជួយប្អូនស្រីរបស់គាត់ឲ្យភ្ញាក់ពីការដេកលក់ដ៏យូរអង្វែងគាត់ពន្យល់ថាប្អូនស្រីរបស់គាត់បានធ្លាក់ចូលទៅក្នុងការដេកលក់រាប់សតវត្សមកហើយបើថ្នាំនេះមានប្រសិទ្ធភាពជួយសម្រួលរាងកាយរបស់គាត់បានវាក៏ប្រហែលជាអាចមានប្រសិទ្ធភាពជួយដាស់នាងឲ្យដឹងខ្លួនឡើងវិញបានដូចគ្នាបានលើពីផែនការដ៏ធំនិងក្តីសង្ឃឹមរបស់ម្ចាស់ចាស់ចំពោះចៅប្រុសស៊ីលវីយ៉ាក៏បានលួចសើចតិចៗដោយភាពពេញចិត្តប៉ាទ្រីកក៏បានផ្ទុះសំណាច់ឡើងលឺៗដោយក្តីរីករាយហាក់ដូចជាគាត់បានរកឃើញក្តីសង្ឃឹមពិតប្រាកដសម្រាប់ប្អូនស្រីជាទីស្រឡាញ់របស់ខ្លួនឡើងវិញអញ្ចឹងនាងលួចគិតក្នុងចិត្តទាំងអស់សំណាច់ថាការដែលមកអង្គុយព្រួយបារម្ភអំពីសុវត្ថិភាពរបស់មេធ្មប់អមតៈដែលមានអំណាចខ្លាំងក្លាដូចជាគាត់គឺជារឿងដែលឥតប្រយោជន៍បំផុតនៅក្នុងលោកនេះហើយស៊ីលវីយ៉ាបានប្រាប់គាត់ថាមិនចាំបាច់ទៅរំខានចៅប្រុសលីអនជាមួយបញ្ហានិងរឿងរ៉ាវរបស់នាងនោះទេប៉ុន្តែប៉ាទ្រីកនៅតែព្យាយាមបង្ខំចិត្តចង់ជួយនាងក៏បានពោលពាក្យអរគុណដល់គាត់ចេញពីបាត់បេះដូងចំពោះក្តីបារម្ភនិងទឹកចិត្តដ៏ល្អដែលលីអននិងគាត់មានចំពោះនាងបុរសចំណាស់សម្លឹងមើលមេផ្ទះធំដើរចេញទៅទាំងនឹកគិតដល់ប្អូនស្រីដែលកំពុងដេកលក់យ៉ាងកំសត់កាត់មកដល់ថ្ងៃបន្ទាប់លីអនបានត្រឡប់មកជួបលោកតានៅក្នុងបន្ទប់ធ្វើការវិញគ្រាន់តែដើរចូលមកដល់ភ្លាមលីអនបានសម្លឹងមើលមុខលោកតារួចពោលឡើងទាំងឆ្ងល់ថាលោកតាហេតុអ្វីបានជាទឹកមុខរបស់លោកតាមើលទៅហាក់ដូចជាកំពុងតែមានរឿងព្រួយបារម្ភខ្លាំងម្ល៉េះប៉ាទ្រីកលើបែបនេះក៏ប្រញាប់ព្យាយាមលាក់បាំងទឹកមុខពិតប្រាកដភ្លាមរួចតបទៅវិញទាំងធ្វើរឹកពីម្នាក់ងាយនិងឌឺដងថាហឹសនេះឯងកំពុងតែចង់និយាយលេងកំ pl ែងពីឌៀមដាមរឿងអាយុរបស់គ្រូអញ្ចឹងមែនទេនិយាយរួចប៉ាទ្រីកក៏ខឹងក្រហមមុខដាក់ចៅប្រុសភ្លាមធ្វើឲ្យបរិយាកាសប្រែជាមានភាពរស់រវើក